ណាគេខ្លះចូលចិត្តញ៉ាំស្វាយត្រាំក្លុកក៏កុំភ្លេចមើលវីដេអូនេះឲ្យសោះគឺខ្ញុំនាំទៅធ្វើជុំគ្នាតែម្ដងហើយអ្នកទាំងគ្នាចង់បានមួក UV អីអាចមករកពីកន្លែងខ្ញុំបានណាមានលក់ណាឥឡូវយើងត្រូវការទៅដើររកជាមួយនឹងស្វាយត្រាំរបស់យើងអ្នកទាំងគ្នាមួយថងនេះគឺ1គីឡូហ្មងហើយយើងយកជាមួយស្ករជាមួយនឹងម្ទេសហុយហើយនឹងបើម្ទេសបុកអីក៏បានដែរធ្វើមេឃភ្លៀងអញ្ចឹងទៀតកាន់តែឆ្ងាញ់ហ្មងអ្នកទាំងគ្នាបើចង់ឲ្យចូលគ្រឿងសពអ្នកទាំងគ្នាចុចស្វាយនឹងចំណិតស្ដើងមកល្មមមកយើងញ៉ាំមកឆ្ងាញ់មកខ្ញុំធានាហ្មងថាអូយឆ្ងាញ់ចូលជាតិក៏ដិតដែរសំខាន់មួយទៀតហ្នឹងគឺលើសាច់ស្វាយនឹងអ្នកទាំងគ្នាថាត្រាំមានជ្រាយឬមួយក៏ចូលទឹកអីអត់ប៉ុន្តែស្វាយនេះគឺថារឹងហើយស្រួយឆ្ងាញ់ខ្លាំងមែនទែនបើបានខ្លះសេទៀតកាន់តែឆ្ងាញ់ហ្មងពេលខ្ញុំក្លុកនឹងអត់មានដាក់អីច្រើនទេដាក់ម្ទេសហុយបុកអំបិលម្ទេសហើយក៏ដាក់ជាមួយនឹងស្កររៀងច្រើនបន្តិចទៅឲ្យវាឆ្ងាញ់ដិតល្អអញ្ចឹងហើយយើងក្លុកមកនេះអ្នកទាំងគ្នាតំណងខ្លាំងនិយាយទៅឲ្យតែឃើញស្រាទឹកមាត់នេះឥឡូវហ្នឹងហើយយើងញ៉ាំទៅក៏ភ្ញៀវក៏មកទិញឲ្យបានអញ្ចឹងសម្រាប់បងអូនដែលគាត់ត្រូវការរបស់របរប្រើប្រាស់ក្នុងផ្ទះឬមួយកន្លែងតុបតែងបន្ទប់កត់ឬមួយរបស់របរប្រើអីផ្សេងៗឲ្យមករកនឹងតូបខ្ញុំមានលក់គ្រប់យ៉ាងហ្មងអ្នកទាំងគ្នានឹងបងអូនចង់បានអីកុំភ្លេចមករកទិញអនឡាញក៏ខ្ញុំមានលក់ដែរណាបង